ស្ដីបងប្អូនទាំងគ្នាថ្ងៃនេះជួបជាមួយខ្ញុំបានម្ដងទៀតហើយpriceless knowledge ថ្ងៃនេះយើងនឹងនិយាយពីការបោកតាមអនឡាញការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតអនឡាញឬក៏ហៅថា online scam ហ្នឹងបាននឹងកំពុងតែរីករាលដាលខ្លាំងនៅលើពិភពលោកខណៈពេលដែលរដ្ឋាភិបាលទទួលស្គាល់ថាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតគឺជាបញ្ហាមួយក៏ពិតមែនប៉ុន្តែមិនមែនមានតែចំពោះកម្ពុជាតែមួយប៉ុណ្ណោះទេប៉ុន្តែបញ្ហា online scam គឺជាបញ្ហាគម្រាមកំហែងដល់បណ្ដាប្រទេសនានាលើសកលលោកយើងនេះ online scam គឺជាការក្លែងបន្លំតាមសេវាអ៊ីនធឺណិតដែលប្រើប្រាស់ល្បិចបោកបញ្ឆោតចង់បន្លំលួចយកប្រាក់លួចយកព័ត៌មានផ្ទាល់ខ្លួនឬធនធានសំខាន់ផ្សេងៗរបស់យើងទាំងឡាយហើយ online scam មានច្រើនប្រភេទគួរឲ្យកត់សម្គាល់ដូចជា1ការបន្លំផ្ញើសារបោកប្រាស់ដែលហៅថា phishing តាមវិធីនេះក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតត្រូវគេឃើញបានផ្ញើអ៊ីមែលឬសារ message ដោយការលួចយកឈ្មោះក្រុមហ៊ុនល្បីល្បាញឬអង្គភាពល្បីល្បាញណាមួយដើម្បីធ្វើឲ្យរូបយើងជឿទុកចិត្តក្នុងការលបងឲ្យយើងផ្ដល់ព័ត៌មានសម្ងាត់ឬព័ត៌មានសំខាន់ណាមួយដូចជាលេខកាតអនុទានឬព័ត៌មានធនាគារជាដើមទី2ហាងលក់ទំនិញคล้ายៗ fake online store តាមរយៈនេះក្រុមបោកប្រាស់បានបង្កើតគេហទំព័រដែលធ្វើឲ្យគេមើលទៅដូចជាហាងលក់ទំនិញពិតៗប៉ុន្តែគឺជាវិធីបន្លំយកលុយរបស់យើងដោយមិនផ្ដល់ទំនិញឬសេវាកម្មឲ្យយើងឡើយទី3ការបន្លំការវិនិយោគ investment scam តាមរយៈអំពើបោកប្រាស់នេះក្រុមទុច្ចរិតបានផ្សព្វផ្សាយអំពីឱកាសវិនិយោគคล้ายៗដូចជាផែនការ cryptocurrency ឬការវិនិយោគផ្សេងៗដែលសន្យាផ្ដល់ប្រាក់ចំណេញខ្ពស់ដោយហានិភ័យទី4ការបន្លំផ្នែកស្នេហា romance scam តាមរយៈវិធីនេះក្រុមបោកប្រាស់បានប្រើបោកអារម្មណ៍របស់យើងបង្កើតវេទិកាស្នេហាឬនៅតាមបណ្ដាញសង្គមដើម្បីឲ្យយើងជឿទុកចិត្តហើយបន្ទាប់មកស្នើសុំរកប្រាក់ដែលជារឿយៗបង្កើតលេសថាដោយសារជួបប្រទះនឹងរឿងអាសន្នណាមួយជាដើមទី5ការបន្លំខ្លែងរង្វាន់ lottery scam តាមរយៈវិធីនេះគេបានប្រាប់យើងថាយើងឈ្នះរង្វាន់ឬឈ្នះឆ្នោតដែលសុំបីតែយើងមិនបានចូលរួមក៏ដោយនឹងក្រោយមកគេបានស្នើឲ្យយើងបង់ប្រាក់និងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដើម្បីទទួលយករង្វាន់នោះទី6ការបន្លំការងារ job scam តាមរយៈវិធីនេះគេធ្វើដូចជាផ្ដល់ការងារមកឲ្យយើងដោយស្នើឲ្យយើងបង់ប្រាក់សម្រាប់ការបណ្ដុះបណ្ដាលឬទិញវិញ្ញាបនបត្រឬឧបករណ៍ណាមួយជាដើមទី7ការបន្លំជំនួយបច្ចេកទេស tech support scam ពួកគេធ្វើខ្លួនឯងដូចជាក្រុមអ្នកបច្ចេកទេសនៃក្រុមហ៊ុនដែលយើងបានទិញឧបករណ៍របស់គេមកប្រើប្រាស់ដោយធ្វើជាការនិយាយប្រាប់យើងថាឧបករណ៍នៅក្នុងផ្ទះរបស់យើងនឹងត្រូវខូចដែលតម្រូវឲ្យគេចូលឆែកឆេរក្នុងម៉ាស៊ីនកុំព្យូទ័រឬសេវាអគ្គិសនីនឹងត្រូវរអាក់រអួលដោយតម្រូវឲ្យយើងត្រូវទិញឧបករណ៍នេះឬឧបករណ៍នោះដោយការបង់លុយតាមរយៈអនឡាញជាមុនដែលអ្វីទាំងនោះគឺសុទ្ធតែជាវិធីបោកប្រាស់រកលុយតែប៉ុណ្ណោះទី8ការបន្លំឧបត្ថម្ភសប្បុរសធម៌ charity scam តាមរយៈនេះគេបានប្រើឈ្មោះអង្គការសប្បុរសធម៌ដើម្បីបញ្ចុះបញ្ចូលឲ្យយើងត្រូវបរិច្ចាគប្រាក់ជាពិសេសបន្ទាប់ពីឧបទ្ទហេតុឬវិបត្តិធំណាមួយបានកើតឡើងនោះទី9ការបន្លំក្លែងដូចជានរណាម្នាក់ impersonation scam តាមវិធីនេះគេប្រើអត្តសញ្ញាណរបស់មនុស្សណាម្នាក់
ដែលយើងស្រឡាញ់ឬជាមនុស្សដែលមានអំណាចឬក៏មនុស្សដែលយើងស្គាល់ដើម្បីបោកបញ្ឆោតយើងឲ្យផ្ដល់លុយឬផ្ដល់ព័ត៌មានអ្វីណាមួយបាទសម្រាប់ព័ត៌មានទាំងនេះសូមបងប្អូនទាំងអស់គ្នាសូមប្រុងប្រយ័ត្នការពារពីការបោកបញ្ឆោតណាមួយហើយបងប្អូនត្រូវស្វែងយល់ឲ្យបានតាមរយៈព័ត៌មានខាងលើរបស់ខ្ញុំបាទជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការទស្សនាដល់វីដេអូនាទីចុងក្រោយសូមអរគុណ